សួស្តីម៉ាមីថ្ងៃនេះគឺយើងចូលមកធ្វើបបរខាប់គ្រប់គ្រឿងនៅពេលដែលកូនខ្ញុំអាយុ6ខែណាបបរគ្រប់គ្រឿងកូនខ្ញុំដំបូងខ្ញុំប្រើប្រភេទកជប៉ុនដោយសារវាសម្បូរប្រូតេអ៊ីនដ៏ល្អសម្បូរជាតិរ៉ែសម្បូរ fiber សម្បូរថាមពលស័ក្តិសមសម្រាប់ការជ្រើសរើសនិងធ្វើបបរខាប់គ្រប់គ្រឿងឲ្យកូនញ៉ាំដំបូងអញ្ចឹងចំពោះការធ្វើបបរកូនញ៉ាំដំបូងអញ្ចឹងខ្ញុំរីកមិនម៉ាមីកុំប្រើបន្លែច្រើនណាប្រើបន្លែតែ2មុខបានទេបន្លែមើមមួយមុខជាមួយបន្លែស្លឹកមួយមុខបន្លែស្លឹកខ្ញុំយកផ្ទីហើយបន្លែមើមនោះគឺយកខ្ទឹមបារាំងហើយសាច់នេះគឺខ្ញុំដាក់ផ្នែកសាច់ជ្រូកទីខ្ញុំក៏ប្រើជាមួយទឹកស៊ុបថ្លាដែរដែលយើងដាក់បកកមុនហ្នឹងម៉ាមីសម្រាប់ការចម្អិនខ្ញុំដាំទឹកសិនណាទឹកពុះហើយគឺខ្ញុំបង់ផ្នែកអង្គជប៉ុនយើងចូលហើយជាមួយនឹងសាច់យើងចូលតែម្ដងពេលដែលអង្គយើងរីកល្អបែកមាត់ចាមអញ្ចឹងគឺខ្ញុំចាប់ផ្ដើមបង់ជាមួយនឹងប្រភេទខ្ទឹមបារាំងយើងចូលតែម្ដងបន្លែហ្នឹងក៏បន្លែរឹងបន្ទាប់មករងាស់ខ្ទឹមបារាំងរបស់យើងឲ្យវារៀងឆ្អិនល្អគឺខ្ញុំចាប់ផ្ដើមបង់បន្លែខៀវហ្នឹងនៅក្រោយគេសំណួរសួរថានៅពេលយើងធ្វើបបរតើពេលយើងប្រើទឹកស៊ុបថ្លាប្រើពេលណាសម្រាប់ខ្ញុំទៅគឺខ្ញុំប្រើធ្វើបបរទឹកខ្ញុំអត់ប្រើច្រើនទេដោយសារតែខ្ញុំដាក់តែបរិមាណល្មមដែលខ្ញុំរងាស់សាច់រងាស់បន្លែឲ្យវាឆ្អិនល្អហើយបន្ទាប់មកបបរយើងរៀងគោកអីអញ្ចឹងគឺខ្ញុំសុកចិត្តបន្ថែមទឹកស៊ុបថ្លានេះនៅទឹកចុងក្រោយហ្មងមានន័យថាគឺខ្ញុំដាក់ជាមួយនឹងបន្លែបៃតងខ្ញុំរងាស់ឲ្យទឹកបរិមាណដែលយើងគិតថាបបររបស់យើងគឺល្បាយប៉ុណ្ណឹងនៅពេលដែលយើងកិនវារៀងរាវល្មមឲ្យកូនយើងញ៉ាំបាននេះទឹកស៊ុបថ្លាគឺខ្ញុំប្រើគឺ2ពុំម៉ាមីអញ្ចឹងគឺប្រើរៀងចុះដែរទឹកស៊ុបថ្លាហើយថៃល្អិតហ្នឹងគឺយើងប្រើនៅពេលណាម្សៅថៃល្អិតគឺយើងប្រើបាន2របៀបនៅពេលដែលម៉ាមីបបរឆ្អិនហើយដាក់បងអញ្ចឹងមកយើងដាក់មកស្លាបព្រាចុកបបរកូនបន្ទាប់មកគឺយើងបិទភ្លើងហើយមួយទៀតម៉ាមីអាចប្រើនៅពេលដែលយើងកិនបបរហើយមុននឹងបញ្ចុកកូនហ្នឹងយើងដាក់ជាមួយនឹងប្រេងអូលីវក៏បានដែរអញ្ចឹងយើងអាចប្រើពីចម្រើសហ្នឹងកំហាប់បបរបញ្ចុកកូនម៉ាមីកិនឲ្យម៉ត់ណាឲ្យម៉ត់ល្អបែបនេះហើយរៀងរាវបន្តិចមកចុងក្រោយគេណាម៉ាមីអាចបន្ថែមជាមួយនឹងប្រេងអូលីវដាក់នៅលើបបររបស់កូនបែបនេះមកឲ្យកូនញ៉ាំបានហើយវីដេអូបន្ទាប់ខ្ញុំនឹងប្រាប់ពីរបៀបទុកដាក់បបររបស់យើងនៅពេលឲ្យកូនញ៉ាំពេលបន្ទាប់កុំឲ្យវីដេអូយើងវែងពេកអញ្ចឹង